ពិតមានរសឆ្ងាញ់ប្រសើរលើអស់រសទាំងពួងកូនអប់រំបញ្ញាទទួលដឹងការពិតគឺកូននឹងចម្រើនទៅដោយបៃតេបាមកជាក្នុងចិត្តដែលការពិតមានគ្រប់ពេលវេលាមិនលំបាកទៅស្វែងរកពីទីណាឬក៏អ្នកដទៃណាទេដូច្នេះកូនក៏សម្បូរសេចក្តីសុខតាមរយៈដែលកូនបានក្រេបយករសនៃសេចក្តីពិតអំពីជីវិតគ្រប់ពេលវេលាទាំងអស់ពេលវេលាមិនធ្លាប់នៅស្ងៀមឡើយណាកូនឪក៏ដូចគ្នាដែរកុំបញ្ឈប់ការព្យាយាមឲ្យសោះព្រោះបើកូនឈប់ព្យាយាមពេលណាជីវិតកូនក៏ដូចជាស្លាប់ពេលនោះដែរប្រៀបដូចជានាឡិកាដែលអស់ថ្មវារមែងងាប់គឺឈប់ដើរអញ្ចឹងដូច្នេះកូនឪកុំស្លាប់ទាំងរស់ព្យាយាមគឺថានាំឲ្យបានរួចពីសេចក្តីទុក្ខវិរិយេនទុក្ខមច្ឆេតិពុទ្ធដីកាកូនមានឪពុកបើកូនរងចាំអ្វីមួយកូនត្រូវមានចិត្តតិចជាប្រកដីកូនត្រូវជាមនុស្សចេះអត់ធន់ជាគុណធម៌របស់មនុស្សរងចាំបានដោយមិនអន្ទះសាដូចចាំភ្លើងស្តុបអីចឹង1នាទីអីហ្នឹងគឺមិនអស់ពេលវេលាអីទៅណាទេយើងក៏អាចគិតល្អគិតឲ្យបានសុខក្នុងពេលរងចាំនឹងដែរពេលវេលាច្រើនទៀតណាស់ដែលយើងមិនបានគិតហើយបំផ្លាញពេលវេលានឹងទៅដោយគំនិតមិនល្អដោយកិច្ចការងារមិនល្អដូច្នេះត្រូវចេះរងចាំដើម្បីសុវត្ថិភាពនៃជីវិតយ៉ាងណាគឺដីអត់ធន់ត្រូវចេះរងចាំដោយចិត្តតិចវៃមិនមែនចេះតែបានដោយចិត្តចង់ទេបើយើងមិនចេះរងចាំយើងត្រូវកើតទុក្ខមួយនឹងលោកនេះមិនមែនចេះតែមកផ្កប់ចិត្តយើងចង់បានអីបាននឹងភ្លាមចឹងទៅទេសិតតែមានហេតុផលត្រឹមត្រូវនៅក្នុងលោកនេះកូនត្រូវយល់អំពីអ្វីក្នុងលោកនេះផងកុំឃើញតែពីខ្លួនឯងចេះតែតាមចិត្តតាមចំណង់តាមកិលេសនោះត្រូវសិក្សាក្នុងលោកនេះឲ្យកើតបញ្ញាសូម្បីព្រះពុទ្ធអង្គក៏សិក្សាថ្នាក់បរិញ្ញាក្នុងលោកនេះដែរចឹងកូនត្រូវរៀនចំណេះវិជ្ជាក្នុងលោកនេះថ្នាក់បរិញ្ញាហ្នឹងដើម្បីសម្រាប់ចំណង់ក្នុងចិត្តរបស់កូននឹងបានរួចផុតចាកទុក្ខមិនមាននរណាក្នុងលោកនេះដែលមិនធ្លាប់រងចាំនោះទេព្រោះការរងចាំជាសន្តាននៃចិត្តរបស់មនុស្សគ្រប់គ្នាតែសូមឲ្យកូនពូកែក្នុងការរងចាំកូនត្រូវរករបស់ណាដែលមានប្រយោជន៍ដល់ជីវិតធ្វើកំដរក្នុងរវាងនៃការរងចាំហ្នឹងទៅត្រូវអានសិភៅក៏អានទៅអាចនឹងសរសេរ